influencer កំពុងវាលុកខ្លាំងមែនតើមិនថាមនុស្សចាស់ឬកូនក្មេងអ្នកទាំងអស់គ្នាអញ្ចឹងម៉ែទាំងអស់គ្នាគួរតែប្រយ័ត្នគួរតែមានតេស្តនេះនៅក្នុងតេស្តនេះតេស្តលក្ខណៈប្រភេទនេះខ្ញុំដាក់រូបឲ្យមើលតេស្តហ្នឹងគឺលឿនមែនតើនៅពេលដែលកូនយើងចាយអាការៈយើងអាចធ្វើតេស្តបានវាស្តៀងនឹង COVID តេស្តប៉ុន្តែវាមិនមែនតេស្តបានតែ COVID ទេវាតេស្តបាននឹង COVID ផង flu A flu B ហើយបដាសាយធំបងយើងក្នុងតេស្តតែមួយហ្មងវាមាន3ប្រឡោះដូចអ្នកទាំងអស់គ្នាឃើញនៅក្នុងតេស្តកូនខ្ញុំដែលខ្ញុំដាក់នៅលើរូបនេះចឹងអញ្ចឹងពេលដែលតេស្តឃើញភ្លាមគឺខ្ញុំយកកូនខ្ញុំទៅមន្ទីរពេទ្យភ្លាមហើយអាការៈរបស់កូនខ្ញុំសូមរៀបរាប់អាការៈរបស់គាត់គឺពីដំបូងឡើយគឺគាត់ទៅរៀនធម្មតាចេញពីរៀនក្នុងម៉ោង4ម៉ោង5ល្ងាចហ្នឹងគាត់មកដល់ផ្ទះគឺគាត់ក្តៅខ្លួន38កន្លះហើយគាត់មានអាការៈអីច្រើនទេគ្រាន់តែឈឺកហើយឈឺក្បាលក្តៅខ្លួនខ្ញុំក៏ដាក់ថ្នាំបញ្ចុះកម្ដៅគាត់ធម្មតាយកតែក្តៅខ្លួនភ្លាមគឺគាត់ក្តៅខ្លាំងទេគឺគាត់ត្រឹមតែ37កន្លះទេដែលយើង6ម៉ោងយើងដាក់ថ្នាំម្ដងហ្នឹងគឺគាត់ត្រឹមតែ37កន្លះហើយគាត់ក្តៅខ្ទង់ប៉ុណ្ណឹងប៉ុន្តែគាត់លក្ខណៈប្លែកមកគឺគាត់ល្ងាញញាក់ដូចយើងធម្មតាយើងតើយើងក្តៅខ្លួនដល់38 39មកយើងចាប់ដល់ល្ងាញញាក់ត្រូវតែគាត់តែ37គាត់ល្ងាញញាក់ហើយគាត់ត្រជាក់ចុងដៃចុងជើងរហូតដល់ខ្ញុំយកទឹកអូនមកជូតខ្លួនឲ្យគាត់រៀងខ្លួនគាត់រៀងត្រជាក់ស្មើសាច់ទៅបានគាត់រៀងបាត់ល្ងាញញាក់នឹងលេងគ្រុនញាក់អញ្ចឹងណាអញ្ចឹងអាការៈគាត់គឺតែប៉ុណ្្នឹងទេហើយនៅពេលដែលយប់ជ្រៅហ្នឹងគាត់រៀងហៀសបោកដាស់អត់ទាន់មានក្អកទេចាក់ស្ដែងពីចាប់ដើមក្តៅខ្លួនពីក្បាលល្ងាចរហូតដល់យប់គឺអត់មានក្អកទេមានតែឈឺកយប់ឡើងចាប់ដើមកដាស់ហើយឈឺក្បាលរហូតដល់ព្រលឹមឡើងខ្ញុំ6ម៉ោងនៅតែដាក់ថ្នាំម្ដងដល់ព្រលឹមឡើងខ្ទង់ម៉ោង8ព្រឹកអីហ្នឹងក្តៅគាត់ឡើងម្ដងទៀតឡើងដល់38កន្លះ38.8ខ្ញុំក៏ដាក់ថ្នាំត្រជាក់ឲ្យគាត់ហើយតបមកយើងក៏តេស្តគាត់ទៅពេលដែលតេស្តហ្នឹងគឺឃើញចាប់ដើមថាគាត់មានជំងឺ flu A ហ្មង flu A មកយើងក៏យកគាត់ទៅមន្ទីរពេទ្យហើយចម្ងាយពីផ្ទះទៅពេទ្យមកយើងរៀបចំឲ្យរយៈពេល2ម៉ោងកូនខ្ញុំឡើងក្តៅដល់39យើងទៅដាក់ថ្នាំបាន2ម៉ោងដល់39.1ពេលដល់ពេទ្យហ្នឹងហើយដល់ពេទ្យក៏ចាប់ដើមដាក់សេរ៉ូមទៅអីគាត់ក៏ត្រជាក់ខ្លួនមកវិញភ្លាមអញ្ចឹងនៅពេលដែលយើងដឹងស្ថានភាពលឿនគឺយើងព្យាបាលបានលឿនជាក់ស្ដែងកូនខ្ញុំគេងតែមួយយប់ទេព្រឹកឡើងគឺយើងមកផ្ទះវិញហើយដោយសារតែពេលដែលគាត់ទៅដល់ពេទ្យពេលថ្ងៃហ្នឹងគឺរហូតដល់យប់រហូតដល់ភ្លឺគាត់លែងក្តៅហើយក្អកគាត់មានតែដោយសារយើងទៅលឿនព្យាបាលលឿនអញ្ចឹងអាការៈគាត់ក៏ធូរតាមនឹងដែរដល់បើយើងទុកយូរព្យាបាលយូរអាការៈគាត់ក៏វាតាមនឹងដែរ